ឈឹងស៊ុយថ្ងៃនេះឯងបានបំពានលើខ្ញុំនៅមុខបល្ល័ង្កឥឡូវនេះឯងធ្វើរឿងបែបនេះម្ដងទៀតខ្ញុំសូមអភ័យទោសឯងបន្តិចប៉ុន្តែខ្ញុំចង់ដឹងតែមួយយ៉ាងតើឯងស្រឡាញ់ខ្ញុំឬទេពេលនេះមកសួរសំណួរទាំងនេះមិនគិតថាគួរឲ្យអស់សំណើចទេខ្ញុំសួរឯងម្ដងទៀតតើឯងស្រឡាញ់ខ្ញុំឬទេដោយសារគ្មានហេតុអ្វីបានជាឯងរៀបការជាមួយខ្ញុំពីព្រោះវាជាសារាយដែលឯងគោរពសុំមកភេទស៊ីយ៉ានតើឯងភ្លេចឬវាជាសារាយដែលឯងគោរពសុំមកពេញមួយថ្ងៃមួយយប់ឯងមិនគិតថាខ្ញុំជាអ្នកដែលចង់រៀបការជាមួយឯងទេមែនទេដូច្នេះឯងមិនដែលស្រឡាញ់ខ្ញុំសោះពេលនេះមកនិយាយពីស្រឡាញ់មិនស្រឡាញ់មានការក្លែងបន្លំខ្លាំងណាស់គ្មានន័យអ្វីសោះឯងវិញនិយាយថាស្រឡាញ់ខ្ញុំមិនដាច់មាត់ក៏មិនរារាំងឯងពីការបន្ទាបឋានៈប្រពន្ធស្រីធំទៅជាប្រពន្ធអាងក៏មិនរារាំងឯងពីការរៀបការជាមួយព្រះអង្គម្ចាស់ផ្សេងទៀតឯងគួរតែដឹងថាភារកិច្ចរបស់ស្ត្រីគឺត្រូវគោរពតាមប្តីបង្រៀនកូនតាមប្តីហាក់បីដូចជាឯងមិនយល់ស្របភេទស៊ីយ៉ានឯងមានអ្វីនិយាយចូលនិយាយត្រង់មិនបាច់និយាយពីឥតប្រយោជន៍ច្រើនទេពេលមិនស្រឡាញ់និយាយអ្វីក៏ជាពីឥតប្រយោជន៍ទាំងអស់ដូច្នេះខ្ញុំត្រូវតែបំពេញភារកិច្ចជាប្តីសម្ដេចព្រះមហេសីទ្រង់បានប្រើខ្ញុំឲ្យយកវត្ថុនេះមកជូនសម្ដេចខ្ញុំចាស់ជំនិះសិល្បៈចុងរិតក្នុងព្រះបរមរាជវាំងអាចជួយសម្ដេចបង្វឹកមនុស្សឲ្យគោរពតាមមនុស្សបែបនេះគ្រាន់តែឲ្យគេនៅស្ងៀមនៅលើគ្រែទោះខឹងសម្បាចិត្តយ៉ាងណាគេក៏នឹងរួញរាស៊ីវឈឹងស៊ួយខ្ញុំមិនដឹងថាមង្យូរនោះចេះគុណទេប៉ុន្តែឥឡូវនាងត្រូវបានខ្ញុំកាត់ជាបំណាក់ហើយទោះឯងមានអាយុវ័យឆ្លាតវៃយ៉ាងណាឯងក៏គ្រាន់តែជាស្ត្រីទន់ខ្សោយមិនចេះគុណប៉ុណ្ណោះភេស៊ីយ៉ានឯងថោកទាបគួរឲ្យខ្ពើមឯងនិយាយថាខ្ញុំគួរឲ្យខ្ពើមឯងមកផ្ទះនេះបាន3ឆ្នាំហើយខ្ញុំមិនល្អជាមួយឯងទេមនុស្សមានអំណាចណានៅក្បែរនោះមិនមានមនុស្សជិតស្និទ្ធជាច្រើនឯខ្ញុំក្នុងរយៈពេល3ឆ្នាំនេះផ្ទះខ្ញុំមានតែឯងម្នាក់គត់តើឯងមិនពេញចិត្តអ្វីជីវិតទាំងផ្ទះនឹងធ្វើឲ្យឯងចុះចាញ់ឯងក៏ចេះគុណដែរពិតប្រាកដហើយឯងនៅថ្ងៃនេះទើបជាឯងដែលពិតខ្ញុំរីករាយណាស់ដែលបានជួយឯងឲ្យបានឋានៈព្រះអង្គម្ចាស់នេះហើយក៏រីករាយដែលព្រះមហាក្សត្របានជ្រើសរើសព្រះអង្គម្ចាស់ក្ត្រីស្រីឲ្យឯងបើមិនដូច្នេះទេខ្ញុំនៅតែត្រូវឯងបិទបាំងក្នុងអន្ទាក់ដ៏ទន់ភ្លន់និងស្នេហាជ្រាលជ្រៅមិនដឹងថាត្រូវចំណាយពេលយូរប៉ុណ្ណាទើបអាចមើលឃើញរូបរាងពិតរបស់ឯងឈឹងស៊ុយខ្ញុំគ្រាន់តែធ្វើអ្វីដែលប្តីគ្រប់រូបគួរធ្វើដោយសារឯងចង់បង្ហាញវិធីសាស្ត្រដែលប្តីគួរមានខ្ញុំនឹងពេញចិត្តឲ្យឯងតើឯងហ៊ានយ៉ាងណានាងគឺជាស្ដេចចៅឲ្យនេះខ្សែនេះគឺជាខ្សែដែលត្រូវបានធ្វើឡើងជាពិសេសសម្រាប់ចងស្ត្រីតើអ្នកអាចក្លាយជាស្ដេចចៅយ៉ាងដូចម្ដេចភូតកុហកឈឹងស៊ុយចេញពីខ្ញុំឈឹងស៊ុយខ្ញុំខុសហើយប្រសិនបើខ្ញុំមិនចេះគុណតើយប់នេះខ្ញុំនឹងត្រូវអ្នកបង្ខូចកិត្តិយសនិងបង្ខំខ្ញុំនៅលើក្រែទេនិយាយថាបុរសអាចប្រើវិធីនេះតែមួយគត់ដើម្បីបង្ខូចកិត្តិយសស្ត្រីនាងគ្មានឆ្អឹងខ្នងនិងសីលធម៌របស់បុរសទៀតផងអ្នកមិនស័ក្តិសមខ្លាយជាបុរសទេគ្រាន់តែជាកណ្ដុរក្នុងជ្រលងងឹតដែលមិនអាចមើលឃើញពន្លឺសៀវឈឹងស៊ុយមង្យូចេះគុណអ្នកក៏ចេះគុណដែរអ្នកនិយាយមកថាជឿទុកចិត្តខ្ញុំប៉ុន្តែលទ្ធផលអ្នកកំពុងលាក់បាំងខ្ញុំគ្រប់ទីកន្លែងទន់ភ្លន់និងស្នេហាជ្រៅធ្វើឲ្យមនុស្សបាត់បង់ការពារកាលណាពេលវេលាបែបនេះគួរតែទុកការគ្របខ្លួនឯងគ្រប់គ្រាន់សម្រាប់ការពារខ្លួនឯងបើមិនដូច្នោះទេតើវានឹងមិនធ្វើឲ្យខ្លួនឯងធ្លាក់ចុះទៅក្នុងផ្ចិតជ្រៅដូច្នេះអ្នកតែងតែការពារខ្លួនពីខ្ញុំអ្នកមើលចុះបុរសពួកអ្នកគឺមិនសមហេតុផលបែបនេះច្បាស់ជាអ្នកដែលប្រងើយកណ្ដោយសន្យាអ្នកដែលភេលិចគុណធម៌ក៏ជាអ្នកដែរអ្នកដែលកាន់កាប់អត្ថប្រយោជន៍ដាច់ខាតក៏នៅតែជាអ្នកលទ្ធផលអ្នកគឺជាអ្នកដែលមានជំនាញក្នុងការវាយបកវិញចូលចិត្តដាក់ទោសលើអ្នកដទៃដើម្បីបន្ទាបអារម្មណ៍ទោសរបស់ខ្លួនឯងខ្ញុំមិនដែលគិតបែបនេះទេខ្ញុំពិតជាការពារខ្លួនពីអ្នកដូច្នេះការប្រងើយកន្តើយសន្យារបស់អ្នកមិនមែនជាការពិតទេមនុស្សបែបអ្នកមិនគួរត្រូវការពារបើខ្ញុំមិនការពារខ្លួនរងចាំឲ្យអ្នកថែរក្សាខ្ញុំឲ្យនងឃុំខ្លួនខ្ញុំនៅរោងខាងក្រោយដោយគ្មានការសង្ស័យ
ខ្ញុំបានសរសេរលិខិតលែងលះរួចហើយខ្ញុំមិនយល់ព្រមទេមិនចាំបាច់ឲ្យអ្នកយល់ព្រមទេរងចាំរហូតដល់ថ្ងៃប្រជុំធំនោះទំនាក់ទំនងរបស់ពួកយើងនឹងត្រូវបានបញ្ចប់ទាំងស្រុងនេងស៊ីវឈិនស៊ីវអ្នកកើតជាមនុស្សរបស់ខ្ញុំស្លាប់ក៏ជាខ្មោចរបស់ខ្ញុំដែរបើខ្ញុំមិនទាន់ស្លាប់មួយថ្ងៃអ្នកក៏មិនអាចរត់គេចផុតមួយថ្ងៃដែរអ្នកមិនចាំបាច់ឲ្យខ្ញុំយល់ព្រមទេនេងស៊ីវឈិនស៊ីវអ្នកនិយាយមិនស្ដាប់ទេគុំនិយាយថាអ្នកគ្រាន់តែជាមហាក្សត្រីធម្មតាទោះបីជាអ្នកបានឡើងសោយរាជជាអធិរាជហើយក៏ដោយរឿងនេះក៏មិនអាចឲ្យអ្នកនិយាយស្ដាប់បានដែរតើអ្នកជានរណាមែននិយាយពាក្យបែបនេះគឺដើម្បីបោកបញ្ឆោតខ្ញុំមែនទេគិតថាអ្នកមានប្រវត្តិដ៏អស្ចារ្យមែនទេប្រកាសជាដូច្នោះមិនខានបើមិនដូច្នោះទេហេតុអ្វីបានជាអ្នកមកខេត្តយ៉ុងក្មេងស្រីដែលមានឋានៈខ្ពង់ខ្ពស់ទាំងអស់សុទ្ធតែរៀនខ្លួនឯងលេងហ្គីតាលេងចត្រង្គគូររូបរៀនអក្សរសាស្ត្រនិងសិលធម៌តើអ្នកគិតថាអ្នកជាព្រះនាងធំរបស់ព្រះចៅឈៀនមែនទេមិនចាំបាច់ពន្យល់ទេអ្នកនឹងដឹងខ្លួនឯងអ្នកដោះលែងខ្ញុំទៅកុំឲ្យពួកគេឃើញខ្ញុំមានរូបរាងបែបនេះអ្នកដោះលែងខ្ញុំទៅអ្នកនៅសល់មុខអ្វីទៀតអូប្រែជាព្រះអង្គម្ចាស់មហាក្សត្រីព្រះអង្គចូលចិត្តបែបនេះហើយខ្ញុំបម្រើមិនដឹងថាព្រះអង្គចូលចិត្តបែបនេះឡើយអូមកនេះស៊ើបអង្កេតឲ្យខ្ញុំប្រជាជនទាំងអស់នៅយ៉ុងចៅដែលបាត់ខ្លួនដែលមានកូនស្រីមិនបានត្រឡប់មកវិញក្នុងរយៈពេល3ឆ្នាំចាប់ពួកគេទាំងអស់ឲ្យខ្ញុំចាស់ព្រះអង្គម្ចាស់ក្រោមមេឃទាំងមូលគឺជាដែនដីរបស់ព្រះមហាក្សត្រកងទ័ពទាំងអស់នៅលើដែនដីគឺជាខ្ញុំរបស់ព្រះមហាក្សត្រគាត់ម្នាក់ឯងមិនខ្លាចស្លាប់ទេប៉ុន្តែបើវាជាប់ពាក់ព័ន្ធនឹងគ្រួសាររបស់គាត់ខ្ញុំមិនជឿថាគាត់មិនខ្លាចទេប៉ុន្តែព្រះនាងហាក់ដូចជានាំអ្នកបម្រើចេញពីវាំងហើយគ្មានច្បាប់គ្មានមេដឹកនាំសូមឲ្យគាត់ទៅដូច្នេះកិច្ចការសំខាន់ឥឡូវនេះគឺត្រូវរកព្រះនាងធំរបស់ព្រះចៅឈៀនមុនពេលប្រជុំធំបើខ្ញុំបានទទួលការគោរពពីព្រះនាងធំរបស់ព្រះចៅឈៀនខ្ញុំមិនខ្លាចថាគាត់មិនត្រឡប់មកវិញទេ